Okay, so today the clip và cùng một can video thứ mấy để gì nè bạn vừa khăn vừa làm du đấy và cứ làm một can translation và motivation 7 cả bộ trái làm bây giờ chân episode 7 tìm vì và trong episode này cứ kênh vậy để tôi năng biến thành talent là tại vì sao mà tết có sọ và tại vì cô chưa tha dương miên mà tập thức ấy muốn tại sao là tết có sọឬក៏ជាការខំប្រឹងប្រែងយើងតោះឥឡូវយើងទៅតាមវីដេអូយើងទាំងអស់គ្នា I don't believe in talent. I'm here because I worked hard my whole life. Without that work, no one in this room would know who I am except my family. បានចឹងសម្រាប់ភ្លេងទី1តួអង្គរបស់យើងក៏បាននិយាយថាគាត់អត់ជឿទៅលើទេពកោសល្យទេព្រោះគាត់បានឈរនៅទីនឹងរាល់ថ្ងៃបានន័យថាគាត់បានឈរនៅទីនេះគាត់ដោយសារតែគាត់ប្រឹងប្រែងខិតខំប្រឹងប្រែងធ្វើការពេញមួយជីវិតរបស់គាត់ដែរបើសិនជាគ្មានការខិតខំប្រឹងប្រែងទាំងអស់ហ្នឹងទេមនុស្សនៅក្នុងបន្ទប់ទាំងអស់ហ្នឹងប្រហែលជាគ្មានវិដាគេស្គាល់គាត់ទេក្រៅពីគ្រួសាររបស់គាត់ So to all the kids around the world watching, paying attention and aspiring to be like one of us or even on the stage someday. clip តដូច្នេះតែកាន់តែក្មេងៗទាំងអស់នៅជាមួយពិភពលោកដែលកំពុងតែមើលវីដេអូហ្នឹងកំពុងតែយកចិត្តទុកដាក់ស្ដាប់នៅការនិយាយរបស់គាត់ហ្នឹងបាទកំពុងតែត្រូវបានជំរុញលើកទឹកចិត្តដោយសាររបស់គាត់ហ្នឹងសូម្បីតែអ្នកខ្លះមានអារម្មណ៍ចង់មកឈរលើឆាកដូចគាត់នៅថ្ងៃណាមួយណាបាទអញ្ចឹងគាត់ចង់ប្រាប់ថា Put the work in and watch the magical ride you go on. បាទត្រូវតែចាប់ផ្ដើមធ្វើសកម្មភាពបាទត្រូវតែចាប់ផ្ដើមធ្វើសកម្មភាពត្រូវតែចាប់ផ្ដើមរៀបចំគម្រោងផែនការហើយធ្វើសកម្មភាពឆ្ពោះទៅរកគោលដៅដែលយើងបានដាក់ហ្នឹងអញ្ចឹងពេលដែលយើងមានគោលដៅហើយយើងមានគម្រោងហើយចាប់ផ្ដើមធ្វើសកម្មភាពកុំបាច់ខ្វល់ពីអីទាំងអស់ព្យាយាមធ្វើសកម្មភាពឲ្យអស់ពីលទ្ធភាពរបស់យើងទៅហើយយើងនឹងចាំមើលថាតើដំណើររបស់យើងនឹងជោគជ័យដែរអត់បាទអញ្ចឹងវីដេអូហ្នឹងគឺមានប៉ុណ្ណឹងអញ្ចឹងនិយាយសរុបជារួមមកខ្លីមកគឺគាត់ចង់និយាយថាយើងកើតមកជាមនុស្សម្នាក់បាទដូចគ្នាណាកុំជឿក៏ដូចជាកុំរំពឹងទៅលើពីទេពកោសល្យបាទទេពកោសល្យដែលយើងជ័យជានិយមន័យខ្មែរទេពកោសល្យគឺជាគេថាសមត្ថភាពដែលយើងមានពីកំណើតបាទមានពីកំណើតដែលយើងមិនបាច់ធ្វើការរៀនសូត្រទេបាទយើងកើតមកយើងហើយយើងខាងមានដងណារ៉ាមានដងខាងលេងបាល់មានទេពកោសល្យខាងលេងបាល់ហ្នឹងនៅទូយើងចេះទាត់ចេះញាក់អីហ្នឹងទៅបាទអញ្ចឹងគាត់ថាយើងកើតមកជាមនុស្សម្នាក់ដូចគ្នាកុំទៅរំពឹងជឿលើអាដុំជឿលើអាទេពកោសល្យហ្នឹងអីឲ្យតែថាយើងចង់ឲ្យតែថាចិត្តយើងចង់យើងស្រឡាញ់បាទធ្វើវាប្រឹងធ្វើវាទៅប្រឹងហើយប្រឹងទៀតប្រឹងហើយប្រឹងទៀតប្រឹងថាប្រើវិធីមធ្យោបាយមួយមិនជោគជ័យមធ្យោបាយពីរមិនជោគជ័យបដូរវិធីសាស្ត្របដូរផ្លូវដើររហូតទៅប៉ុន្តែកុំបដូរគោលដៅហ្នឹងហើយកុំបដូរគោលដៅយើងបដូរតែវិធីសាស្ត្រដែលយើងសម្រេចវាហ្នឹងថាទី1មិនជោគជ័យទី2មិនជោគជ័យធ្វើទី3ទី4តទៅអូខេហើយកុំមានអារម្មណ៍ថាបាក់ទឹកចិត្តកាលណាដែលយើងធ្វើវាមិនទាន់ជោគជ័យមិនមែនថាយើងជាមនុស្សបរាជ័យទេដរាបណាយើងនៅតែបន្តធ្វើវាគឺយើងមិនទាន់បរាជ័យពេលណាដែលយើង quit ពេលណាដែលយើងឈប់អាហ្នឹងមិនយើងបរាជ័យអញ្ចឹងស្រឡាញ់អីចង់ធ្វើអីចង់ខ្លាចជាអីកុំគិតរឿងទេពកោសល្យពីណាគេថាអីថាទៅថាយើងអត់ថាយើងគ្មានទេពកោសល្យមិនថាស្អីតែគេទៅអត់យើងស្រឡាញ់យើងដឹងពីខ្លួនឯងហើយ yes បាទចាប់ផ្ដើមធ្វើវាប្រឹងប្រែងធ្វើវាប្រឹងប្រែងហ្វឹកហាត់ដូចជាខ្ញុំតែងតែលើកទឹកចិត្តជាប្រចាំទៅកាន់ក្មេងៗដែលជាកូនសិស្សរបស់ខ្ញុំដែលខ្ញុំធ្លាប់បានបរៀនធ្លាប់ស្គាល់ណាបាទគាត់រៀនវិស័យបកែប៉ុន្តែគាត់មានចំណង់ចិត្តខាងវិស័យបាល់ទាត់គាត់ស្រឡាញ់ការទាត់បាល់អីហ្នឹងទៅបាទអញ្ចឹងក្នុងនាមជាគ្រូមានអីមានលើកទឹកចិត្តឲ្យពួកគាត់ចំណាយពេលបាទមករៀនខ្លះទៅព្រោះពេលខ្លះទោះបីយើងរៀនមិនបានចាប់បានច្រើនដូចគេគឺយើងបានខ្លះតិចតួចដែរហើយសំខាន់បានស្ដាប់ការណែនាំរបស់គ្រូហ្នឹងទៅហើយពេលទំនេរយើងឆ្លៀតពេលទំនេរដែលយើងមានតែប្រហែលយកទៅធ្វើការបដោតលើការបង្ហាត់ហ្នឹងទៅបាទបដោតលើការបង្ហាត់បាល់ទាត់ដែលយើងស្រឡាញ់ហ្នឹងទៅហើយថ្ងៃណាមួយយើងអាចនឹងជោគជ័យបាទអញ្ចឹងវីដេអូអប់រំនេះគឺមានប៉ុណ្ណឹងទេអរគុណច្រើនដល់អ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាបាយបាយ